បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រធានបទរបស់យើងនេះយើងពីតម្លៃមាសបន្ទាប់ពីវិវាទរវាងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនិងរដ្ឋបាលលោក Donald Trump យើងមកពិភាក្សានិងវែកញែកគ្នាអំពីភាពវិវាទគ្នាឬក៏ការប្រឆាំងគ្នានៅលើគោលនយោបាយសេដ្ឋកិច្ចរបស់ធនាគារកណ្ដាលនិងសហរដ្ឋអាមេរិកដែលវារុញឲ្យតម្លៃមាសជាប់គាំងនិងធ្លាក់ចុះនៅពេលនេះបន្ទាប់ពីវិវាទបានបញ្ចប់ទៅធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានរក្សាអត្រាការប្រាក់របស់ខ្លួនដដែលធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺនៅមានសភាពដដែលចំពោះតម្លៃមាសគឺវាបានហក់ឡើងមកទល់ពេលនេះដូច្នេះយើងមកមើលភាពខុសគ្នារវាងគោលនយោបាយគាំពារសេដ្ឋកិច្ចរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនិងគោលនយោបាយគាំពារសេដ្ឋកិច្ចដឹកនាំសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយលោក Donald Trump ឬរដ្ឋបាលលោក Donald Trump ចំពោះលោក Donald Trump ទស្សនៈសេដ្ឋកិច្ចរបស់លោក Donald Trump គឺចង់ទម្លាក់អត្រាការប្រាក់ហេតុផលគឺដើម្បីឲ្យសេដ្ឋកិច្ចរបស់អាមេរិករីកចម្រើនទី2គឺអាចទូទាត់កម្ចីបំណុលដែលសហរដ្ឋអាមេរិកបានជំពាក់ទៅកាន់ពិភពលោកដែលមាន33,000 trillion ទី3គឺធ្វើឲ្យអ្នកវិនិយោគអាចខ្ចីលុយដោយទទួលបានអត្រាការប្រាក់ទាបចំណុចទី4គឺលោក Donald Trump ឬក៏រដ្ឋបាលលោក Donald Trump ទាំងមូលគឺចង់ឲ្យតម្លៃមាសកើនឡើងដោយសារតែប្រទេសចិនគឺសម្រុកទិញមាសច្រើនយើងមិនដឹងពេលនេះគឺបរិបទនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកចំពោះទស្សនៈរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដែលចង់រក្សាតម្លៃអត្រាការប្រាក់នៅ 4.25 រហូតដល់ 4.5% ដដែលដោយក្រោមហេតុផលថាដើម្បីរក្សានៅអតិផរណាប៉ះសិនបើធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទម្លាក់តម្លៃអត្រាការប្រាក់ធ្វើឲ្យតម្លៃប្រាក់ដុល្លារធ្លាក់ថោកអតិផរណានៅក្នុងសហរដ្ឋអាមេរិកប្រកាសជាមានការកើនឡើងទី2គឺដើម្បីការពារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺមិនទម្លាក់អត្រាការប្រាក់ទេមកទល់ពេលនេះយើងមកមើលភាពខុសគ្នារវាងគោលនយោបាយសេដ្ឋកិច្ចរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកយើងដឹងហើយថាស្ថាប័នធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺឯករាជ្យអំពីអំណាចរបស់ប្រធានាធិបតីសភាឬក៏ព្រឹទ្ធសភាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកមានលទ្ធភាពគ្រប់គ្រាន់គ្មានរងឥទ្ធិពលរបស់ស្ថាប័នណាមួយនៅក្នុងអំណាចនីតិប្រតិបត្តិឬក៏នីតិតុលាការនីតិបញ្ញត្តិទេអំណាចរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺឯករាជ្យការទទួលការបោះឆ្នោតដើម្បីតែងតាំងនៅប្រធានធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកក៏មានការចូលរួមអំពីអំណាចរបស់ប្រធានាធិបតីនិងព្រឹទ្ធសភានិងរដ្ឋសភាដូច្នេះលោក Donald Trump គឺគ្មានសិទ្ធិដែលទម្លាក់លោក Jerome Powell ចេញអំពីតំណែងនៃធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទេហើយលោក Donald Trump ក៏គ្មានបំណងចង់ទម្លាក់លោក Jerome Powell ចេញពីតំណែងដែរមុននឹងការប្រជុំនៅដំណាច់ខែមេសាលោក Donald Trump បានចំអកឬក៏បានបង្ខំឬក៏ស្នើទៅឲ្យធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទម្លាក់តម្លៃអត្រាការប្រាក់របស់ខ្លួនយើងនិយាយរឿងជាទូទៅជាទស្សនៈទូទៅដែលលោក Donald Trump មើលឃើញយើងអាចប្រៀបធៀបរដ្ឋបាលលោក Donald Trumpហើយនឹងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកប្រៀបដូចជាឪពុកនិងម្ដាយដែលគ្រប់គ្រងរក្សាកូនបើយើងប្រៀបធៀបធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកប្រៀបដូចជាម្ដាយដែលការពារមើលថែរក្សាផ្ទះរីឯរដ្ឋបាលលោក Donald Trump គឺធ្វើតាមបែបធម៌ក្តៅធ្វើតាមបែបជាឪពុកបើសិនបើយើងប្រៀបធៀបអំពីធម្មជាតិអំណាចគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Donald Trump ប្រៀបដូចជាព្រះអាទិត្យរីឯធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺប្រៀបដូចជាព្រះច័ន្ទប៉ុន្តែអំណាចទាំងពីរនេះគឺត្រូវតែស្មារតីគ្នាហេតុអ្វីក៏រដ្ឋបាលឬក៏សហរដ្ឋអាមេរិកគឺបង្កើតធនាគារកណ្ដាលមួយដែលគ្មានឥទ្ធិពលអំពីប្រធានាធិបតីពីសភានិងព្រឹទ្ធសភាឬក៏អំណាចតុលាការណាមួយទេគឺដើម្បីការពារអតិផរណាវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកបើសិនបើយើងមើលឃើញជាក់ស្ដែងបើសិនបើលោក Donald Trump គាត់អាចធ្វើអ្វីតាមចិត្តរបស់គាត់វិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកប្រកាសជាមានបញ្ហាកើតឡើងពលរដ្ឋអាមេរិកទាំងមូលប្រកាសជាមានរឿងកើតឡើងយើងប្រៀបជីវិតជាក់ស្ដែងរបស់យើងបើសិនបើយើងឲ្យឪពុករបស់យើងអប់រំមើលថែទាំកូនអ្វីដែលគាត់ធ្វើគឺវាយកូនតែប៉ុណ្្នេះឯងអត់មានវិធីសាស្ត្រនៃការមើលថែកូនដូចជាម្ដាយទេការបីបាច់ថែរក្សាគឺមិនជាក់លាក់មិនដិតដល់ដូចជាម្ដាយទេដូច្នេះធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺការពារប្រជាជនរបស់សហរដ្ឋអាមេរិកទាំងមូលនិយាយដោយរួមលោក Donald Trump គឺជាអ្នកដែលដឹកនាំប្រទេសរបស់សហរដ្ឋអាមេរិកដឹកនាំសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទាំងមូលប៉ុន្តែធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺជាអ្នកដែលរក្សាគ្រប់គ្រងពលរដ្ឋទាំងមូលនៅក្នុងទឹកដីសហរដ្ឋអាមេរិកតើមានរឿងអ្វីកើតឡើងចំពោះនៅពេលនេះចំពោះលោក Jerome Powell គាត់បានជាប់ឆ្នោតឬក៏បានក្លាយទៅជានាយកនៃធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺនៅថ្ងៃទី12ខែ5ឆ្នាំ2022ចំពោះអាណត្តិរបស់
លោក Jerome Powell គឺមានរយៈពេល4ឆ្នាំដែលត្រូវផុតកំណត់នៅថ្ងៃទី15ខែ5ឆ្នាំ2026បើយើងមើលឃើញជាក់ស្ដែងគឺភាពមិនត្រូវគ្នារវាងគោលនយោបាយពន្ធរបស់លោក Donald Trump និងគោលនយោបាយរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកយើងមើលឃើញថានៅឱកាសឆ្នាំក្រោយដែលជាចុងអាណត្តិឬក៏ជាអាណត្តិចុងក្រោយរបស់លោក Jerome Powell និងការមានការតែងតាំងធនាគារកណ្ដាលថ្មីរបស់សហរដ្ឋអាមេរិកធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានទំនោរទៅខាងណាយើងអាចមើលឃើញជាក់ស្ដែងនៅក្នុងឆ្នាំ2026ចំពោះកត្តាទាំងពីរនេះវាអាចរុញឲ្យតម្លៃនៃទីផ្សារអន្តរជាតិមានការប្រែប្រួលទាំងតម្លៃផ្សារ stock market និងតម្លៃហាងឆេងមាសទីផ្សារអន្តរជាតិដែលយើងមើលឃើញជាក់ស្ដែងលោក Donald Trump គឺដាក់គោលនយោបាយ America First ពន្ធដែលលោក Donald Trump បានដាក់គឺគ្របដណ្ដប់ទូទាំងពិភពលោកគោលបំណងដែលលោក Donald Trump ធ្វើដើម្បីទម្លាក់អត្រាការប្រាក់គឺដើម្បីចង់ឲ្យតម្លៃមាសកើនឡើងធ្វើឲ្យចិនចំណាយលុយកាន់តែច្រើនដើម្បីទិញមាសយើងដឹងជាក់ស្ដែងគឺចិននៅពេលនេះមានមាសឬក៏ជាមានមាសដែលជាទុនបម្រុងរហូតដល់ 2200 តោនចំពោះសហរដ្ឋអាមេរិកគឺមានជាង 8000 តោនដូច្នេះប្រទេសចិនគឺត្រូវចំណាយរយៈពេលតាមការវាស់វែងតាមអ្នកជំនាញគឺចំណាយពេលរហូតដល់20ទៅ30ឆ្នាំទៀតដើម្បីទិញមកគ្រប់ 6000 តោនមាសដើម្បីតាមឲ្យទាន់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល20-30ឆ្នាំនេះបើសិនជាតម្លៃមាសវានៅតែថោកគឺចិនអាចនឹងទិញទាន់នៅតម្លៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដូច្នេះដើម្បីទប់ស្កាត់ចិនទាំងការធ្វើពាណិជ្ជកម្មទាំងតម្លៃនៃទុនបម្រុងអន្តរជាតិរដ្ឋបាលលោក Donald Trump ឬក៏រដ្ឋបាលដែលដឹកនាំដោយលោក Donald Trump ទាំងមូលគឺត្រូវតែរុញតម្លៃមាសឲ្យកើនឡើងបើយើងមើលឃើញជាក់ស្ដែងតម្លៃនៃអតិផរណាគឺតម្លៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅត្រីមាសទី1នេះគឺធ្លាក់ចុះ 0.3% ប៉ុន្តែតាមរបាយការណ៍ដែលចេញដោយរដ្ឋបាលលោក Donald Trump តាមរយៈអ្នកនាំពាក្យនៅសេតវិមានបានបញ្ជាក់ថាអត្រាការងាររបស់សហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់ 170,000 កន្លែងការងារតម្លៃអតិផរណាតម្លៃប្រេងគឺមានការធ្លាក់ចុះថាមពលមានការធ្លាក់ចុះធ្វើឲ្យសេដ្ឋកិច្ចអាមេរិកគឺមានការល្អប្រសើរប៉ុន្តែយើងស្ដាប់របាយការណ៍របស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺសេដ្ឋកិច្ចអាមេរិកគឺធ្លាក់ចុះ 0.3% ដូច្នេះធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺត្រូវតែបង្ខំចិត្តរក្សាតម្លៃអត្រាការប្រាក់ឲ្យនៅដដែលគ្មានការទម្លាក់អត្រាការប្រាក់ទេប្រសិនបើជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទម្លាក់អត្រាការប្រាក់ដុល្លារកាន់តែថោកពលរដ្ឋអាមេរិកត្រូវការចំណាយលុយកាន់តែច្រើនដើម្បីទិញទំនិញឡើងថ្លៃវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកប្រកាសជាមានការកើតឡើងដូច្នេះនៅថ្ងៃទី7គឺគ្មានការកាត់នៅអត្រាការប្រាក់ទេនិយាយជារួមមកវិញយើងងាកទៅចុងអាណត្តិរបស់លោក Jerome Powell និងការតែងតាំងប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកថ្មីទំនោររបស់មាសតម្លៃទីផ្សាររបស់សេដ្ឋកិច្ចនៅពេលបច្ចុប្បន្ននេះគឺគ្មានស្ថិរភាពទេប៉ុន្តែយើងអាចមើលឃើញថាក្នុងឆ្នាំ2026ទំនោរសេដ្ឋកិច្ចនិងតម្លៃនៃទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លាំងដោយសារតែគោលនយោបាយរបស់លោក Donald Trump និងការតែងតាំងប្រធានធនាគារកណ្ដាលថ្មីរបស់សហរដ្ឋអាមេរិកនិយាយយើងនិយាយទំនោរដែលអាចកើតឡើងក្នុងឆ្នាំ2026តម្លៃមាសនៅក្នុងឆ្នាំ2026យើងមើលឃើញជាក់ស្ដែងនឹងកើនឡើងនិយាយរួមយើងមើលក្នុងអាណត្តិ4ឆ្នាំរបស់លោក Donald Trump តម្លៃមាសប្រកាសជាកើនឡើងតម្លៃប្រេងប្រកាសជាចុះថោកដោយសារតែសហរដ្ឋអាមេរិកចង់បង្ខំឲ្យរុស្ស៊ីដើរដល់ផ្លូវទាល់ច្រករុស្ស៊ីគឺជាអ្នកដែលផ្គត់ផ្គង់តម្លៃប្រេងអន្តរជាតិដើម្បីបង្ខំឲ្យរុស្ស៊ីចុះចាញ់សង្គ្រាមឬក៏បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនលោក Donald Trump ធ្វើគ្រប់វិធីសាស្ត្រដើម្បីឲ្យតម្លៃប្រេងថាមពលធាក់ថ្លៃយើងមើលឃើញជាក់ស្ដែងសហរដ្ឋអាមេរិកលូកដៃនៅក្នុងសង្គ្រាមនៅយេម៉ែនទម្លាក់គ្រាប់បែកនៅក្រមភារវកម្មហូទីគឺដើម្បីការពារច្រកសមុទ្រក្រហមដើម្បីដឹកជញ្ជូនថាមពលឧស្ម័នប្រេងទៅកាន់សហរដ្ឋអាមេរិកកាត់ផ្តាច់ការទិញពីរុស្ស៊ីកាត់ផ្តាច់ការចរាចរណ៍ឬក៏សេដ្ឋកិច្ចប្រេងដែលអាចឧស្ម័នដែលអាចចិញ្ចឹមសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីមកដល់ពេលបច្ចុប្បន្ននេះយើងនិយាយជារួមពីភាពខុសគ្នារបស់ធនាគារកណ្ដាលហើយនឹងការដឹកនាំសេដ្ឋកិច្ចរបស់លោក Donald Trump បើអ្នកទាំងអស់គ្នាចង់លម្អិតអាចទៅមើលព័ត៌មាននៅ New York Times និង Reuters Fox News ដែលអ្នកទាំងអស់គ្នាអាចរកទិន្នន័យបន្ថែមអំពីការព្យាករណ៍តម្លៃទីផ្សារនិងតម្លៃមាសកើនឡើងនៅពេលអនាគតនេះខ្ញុំនិយាយត្រួសអ្វីដែលខ្ញុំលើកឡើងនេះគឺអ្វីដែលលើកឡើងត្រួសបើអ្នកទាំងអស់គ្នាចង់លម្អិតពីប្រព័ន្ធដឹកនាំរបស់សេដ្ឋកិច្ចអាមេរិកគឺអ្នកទាំងអស់គ្នាអាចស្វែងយល់ខ្លួនឯងបានថាតើធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកមានតួនាទីអ្វីមានអំណាចខ្លាំងប៉ុណ្ណានិងឯករាជ្យប៉ុណ្ណា
ថ្មីត្បិតតែធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកប្រធានធនាគារកណ្ដាលប្រធានាធិបតីក៏ដោយប៉ុន្តែនៅពេលដែលខ្លាចទៅជាប្រធាននៃធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺគ្មានអំណាចណាមួយស្ថាប័នណាមួយអាចដាក់សម្ពាធលើការសម្រេចចិត្តរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបានទេយើងនិយាយដល់ខ្លីគឺប្រព័ន្ធដឹកនាំរបស់សហរដ្ឋអាមេរិកអំណាចប្រធានាធិបតីគឺជាអំណាចធំបំផុតអំណាចបន្ទាប់គឺសភាអំណាចមួយទៀតគឺព្រឹទ្ធសភានិងអំណាចមួយទៀតគឺអំណាចតុលាការចំពោះអំណាចដែលធំបំផុតគឺធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនេះហើយដូច្នេះលោកដូណាល់ត្រាំចង់ធ្វើអីមួយក៏ដោយចេញគោលនយោបាយអ្វីក៏ដោយគឺត្រូវតែឆ្លងកាត់សភានិងព្រឹទ្ធសភាគាត់មិនអាចធ្វើអ្វីតាមចិត្តដែលគាត់ចង់បានពីនោះទេប៉ុន្តែនៅក្នុងអាណត្តិនេះជារឿងដែលល្អសម្រាប់លោកដូណាល់ត្រាំដោយសារតែសភានិងព្រឹទ្ធសភាតំណាងរដ្ឋនិងតំណាងបកដូច្នេះគឺការធ្វើការរបស់គាត់គឺស្រួលអត់មានប្រកាន់ប្រកបដូចជាអាណត្តិទី1ដែលលោកដូណាល់ត្រាំឡើងទេគឺធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មគឺមិនសូវជាខ្លាំងនៅក្នុងអាណត្តិទី1ដោយសារតែអំណាចសភានិងព្រឹទ្ធសភាគឺគាត់អត់មានគាត់មានតែអំណាចប្រធានាធិបតីមុននឹងចប់អត្ថបទខ្ញុំសរុបរឿងមកវិញលោកដូណាល់ត្រាំគាត់ចង់ទម្លាក់អត្រាការប្រាក់ទី1គឺដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានការរីកចម្រើនហើយការរីកចម្រើនក្នុងទស្សនវិស័យរបស់លោកដូណាល់ត្រាំគឺដើម្បីឲ្យលោកដូណាល់ត្រាំអាចទូទាត់បំណុលរបស់សហរដ្ឋអាមេរិកដល់តម្លៃតិចជាងមុនការប្រាក់ទាបគឺការសងបំណុលទៅកាន់អ្នកម្ចាស់បំណុលដែលជំពាក់សហរដ្ឋអាមេរិកគឺការសងបំណុលទាបជាងមុនមួយទៀតគឺធ្វើឲ្យអ្នកវិនិយោគនៅក្នុងស្រុកអាចខ្ចីលុយដោយទទួលអត្រាការប្រាក់ទាបជាងមុនដោយការសងត្រឡប់ទៅវិញគឺទាបជាងមុនទី3នៅពេលដែលតម្លៃនៃអត្រាការប្រាក់របស់សហរដ្ឋអាមេរិកធ្លាក់តម្លៃលុយដុល្លាររបស់អាមេរិកធ្លាក់មាសកើនឡើងធ្វើឲ្យចិនត្រូវតែចំណាយលុយកាន់តែច្រើនដើម្បីទិញមាសទាំងឥណ្ឌាទាំងធនាគារកណ្ដាលរបស់ពិភពលោកធនាគារកណ្ដាលរបស់ប្រទេសមួយត្រូវការចំណាយលុយច្រើនចំពោះរឿងដែលជាក់ស្ដែងសហរដ្ឋអាមេរិកប្រកាសជារកវិធីក្នុងការបង្កើតរូបិយប័ណ្ណអន្តរជាតិថ្មីរូបិយប័ណ្ណវត្ថុដែលស្របទៅតាមសម័យបច្ចេកវិទ្យាគឺលែងប្រើ Swift code ដូចមុនហើយចំពោះទៅអនាគតចំពោះរឿងធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកលោក Jerome Powell បានប្រកាសថាធនាគារកណ្ដាលគ្មានការទម្លាក់អត្រាការប្រាក់ទេគឺនៅ 4.25 ដល់ 4.5% ដុល្លារដើម្បីការពារអតិផរណាការពារវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអតិផរណាគឺការពារប្រជាជនរបស់សហរដ្ឋអាមេរិកកុំឲ្យទំនិញក្នុងស្រុកឡើងថ្លៃខ្លាំងពេកដោយសារតែអំណាចឥទ្ធិពលគោលនយោបាយពន្ធដែលលោកដូណាល់ត្រាំដាក់ទៅលើចិនដាក់ទៅលើពិភពលោកទាំងមូលយើងរួមផ្សំពេលជាក់ស្ដែងក្នុងពេលនេះយើងនិយាយក្នុងករណីបើសិនយើងមើលជាក់ស្ដែងនៅពេលនេះតំបន់សង្គ្រាមពិភពលោកផ្ទុះគ្រប់កន្លែងប៉ាគីស្ថាននិងឥណ្ឌាគឺវាយគ្នារុស្ស៊ីនិងអ៊ុយក្រែនគឺនៅបន្តវាយគ្នាតំបន់ប៉ាឡេស្ទីនមជ្ឈមបូព៌ានៅតែវាយគ្នាសមុទ្រក្រហមនិងតំបន់យេម៉ែនអ៊ីរ៉ង់ដែលចង់បង្កើតនុយក្លេអ៊ែរបញ្ហាទាំងអស់នេះគឺអាចធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោកតម្លៃទីផ្សារពិភពលោកតម្លៃមាសវាអាចឡើងខ្លាំងប៉ុន្តែដោយសារតែធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិករក្សាតម្លៃអត្រាការប្រាក់ទើបធ្វើឲ្យតម្លៃមាសវាមានស្ថិរភាពនឹងណូដូច្នេះធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺធ្វើរឿងដើម្បីពលរដ្ឋអាមេរិកបើមិនបើពេលនេះធនាគាររបស់សហរដ្ឋអាមេរិកទម្លាក់តម្លៃអត្រាការប្រាក់ទៀតភាពចលាចលរបស់ពិភពលោកប្រកបជាមានការឡើងដូច្នេះទីបទគឺមានតែប៉ុណ្្នេះទេបើសិនជាការលើកឡើងទៅខ្វះចន្លោះត្រង់ចំណុចណាមួយសូមអភ័យទោសផងព្រោះនេះជាគំនិតនិងទស្សនៈរបស់ខ្ញុំទេសូមចែករំលែកទៅកាន់អ្នកនរគ្នាបើអ្នកនរគ្នាមានអ្វីចង់លើកឡើងអាចលើកឡើងបានបាទសូមអរគុណ